នឹងចូលដល់មេរៀនទី4បាទតចប់និយាយអំពីប្រជាជនកាប់កោះរៀនព្រៃអេក្វាទ័របាទនៅក្នុងចំណុចនេះយើងនឹងសិក្សាទៅលើចំណុចទី3តាក់ទងនឹងការកោះរៀនព្រៃតាមបែបទំនើបបាទតើអ្នកទាំងអស់គ្នាបានដឹងអ្វីខ្លះពីការកោះរៀនព្រៃតាមបែបទំនើបដូច្នេះដើម្បីស្គាល់និងយល់កាន់តែច្បាស់យើងនឹងសិក្សាលម្អិតជាមួយលោកគ្រូទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាបើយើងចូលដល់មេរៀនយើងគឺជំពូកទី1បាទមេរៀនទី4បាទនិយាយអំពីប្រជាជនកាប់កោះរៀនព្រៃអេក្វាទ័រតចប់បាទយើងដឹងហើយហេតុអីបានជាប្រជាជនបាទនៅតំបន់អេក្វាទ័រនាំគ្នាកាប់ព្រៃបាទគឺដោយសារតែគាត់យកដីដើម្បីដាំដំណាំមែនទេឬក៏សាងសង់លំនៅឋានឬក៏ចិញ្ចឹមសត្វនឹងឯងហើយមួយទៀតគាត់កាប់ព្រៃនឹងគឺលក្ខណៈមួយគឺបាទជាកសិការការកាប់ព្រៃបែបជំនួញបែបជំនួញមកគាត់យកលក់ឲ្យរោងចក្របាទឥឡូវយើងមើលរូបភាពនេះបាទរូបភាពនេះគឺបង្ហាញអំពីបាទការកាប់កោះរៀនព្រៃអេក្វាទ័រដែរបាទមិនកាប់នេះគឺមិនលក្ខណៈកាប់តាមបែបប្រពៃណីទេគឺកាប់លក្ខណៈបែបមួយហៅថាទំនើបដែលធ្វើឲ្យព្រៃឈើយើងបាត់បង់យ៉ាងឆាប់រហ័សហើយមួយទៀតកត្តាដែលបាត់បង់គឺដោយសារនេះឃើញទេការសាងសង់បាទផ្លូវគមនាគមន៍គឺជាកត្តាសំខាន់ដែលអាចឲ្យបាទឈ្មួញក៏ដូចជាប្រជាជននឹងបាទបើកផ្លូវឲ្យបាទចូលទៅកាប់ព្រៃនឹងណាទាំងអស់គ្នានេះឯងបាទនឹងចូលដល់បាទតាក់ទងនឹងវត្ថុបំណងបាទចប់មេរៀននេះគឺអ្នកទាំងអស់គ្នាតាក់ទងនឹងវិជាសម្បទាគឺអាចរៀបរាប់បានពីសកម្មភាពកោះរៀនដីតាមបែបទំនើបឃើញទេបាទជាអ្នកទាំងអស់គ្នាអាចប្រាប់បានតាមបែបទំនើបការកោះរៀនដីហ្នឹងហើយនឹងផលវិបាកឃើញទេផលវិបាកបណ្ដាលមកពីការបាត់បង់ព្រៃឈើបាទហើយតាក់ទងនឹងបំណិនបាទសម្បទានេះវិញគឺអ្នកទាំងអស់គ្នាបង្ហាញពីសកម្មភាពបាទកោះរៀនព្រៃអេក្វាទ័រតាមបែបទំនើបដែរណាបាទមួយទៀតតាក់ទងចរិយាសម្បទាបាទអ្នកទាំងអស់នេះអាចកំណត់បាននៅផលវិបាកហេតុអ្វីបាទចង់ថាផលវិបាកដែលបណ្ដាលមកពីការបាត់បង់ព្រៃឈើបាទអញ្ចឹងផ្ដល់ផលវិបាកអ្វីខ្លះបាទក្នុងមេរៀននេះបាទនឹងចូលដល់ពាក្យកន្លឹះបាទពាក្យកន្លឹះទី1គមនាគមន៍បាទយើងដឹងហើយគមនាគមន៍ភាគច្រើនអ្នកទាំងអស់គ្នាធ្វើដំណើរគឺតាមផ្លូវគមនាគមន៍មែនទេបាទគមនាគមន៍មានផ្លូវតាក់ទងសម្រាប់ធ្វើដំណើរទៅមកហើយពាក្យទី2កម្រៃនេះមានថាអ្វីដែលចំណេញដែលបានមកលើដើមណាកម្រៃឧទាហរណ៍អ្នកទាំងអស់គ្នាបាទលក់ដូរអីចឹងបានកម្រៃមកមែនទេអាហ្នឹងហើយបាទចំណេញមកអាហ្នឹងហៅថាកម្រៃបន្តទៀតបាទស្ថាបនាហ្នឹងគឺការសាងសង់ឬក៏កសាងដូចជានៅតំបន់ព្រៃអេក្វាទ័រមួយចំនួនគឺឃើញថាមានការសាងសង់បាទវារីអគ្គិសនីគឺការធ្វើទាញយកភ្លើងមកប្រើប្រាស់បាទយើងកាលណាសាងសង់ព្រៃសំទោសកាលណាសាងសង់វារីអគ្គិសនីគឺត្រូវកាប់ព្រៃឯងមែនទេដើម្បីធ្វើកន្លែងទំនប់វារីអគ្គិសនីហ្នឹងបាទហ្នឹងគឺការសាងសង់ស្ថាបនាសំទោសបាទទី4អាជីវកម្មគឺមានន័យថាការប្រកបរបរចិញ្ចឹមជីវិតបាទអញ្ចឹងអ្នកលក់ដូរអីមួយគឺតែងតែប្រកបអាជីវកម្មមែនទេអាហ្នឹងគឺរបរគាត់ហើយបាទពាក្យទី5ភ្នាក់ងារបាទភ្នាក់ងារមានន័យថាបង្អែកការងារបាទអ្នកជំនួយការមែនទេបាទបន្ទាប់ពីប្រធានឬចៅវាយហ្នឹងគឺភ្នាក់ងារនឹងឯងបាទលើកចូលដល់ចំណុចទី3អ្នកនរគ្នាចំណុចទី3យើងនេះគឺបាទនិយាយអំពីការកោះរៀនដីតាមបែបទំនើបបាទយើងក៏ដឹងថាតើគេកោះរៀនតាមដីតាមបែបទំនើបយ៉ាងម៉េចបាទយើងមើលរូបភាពនេះអ្នកនរឃើញទេបាទរូបភាពនេះគឺបង្ហាញអំពីបាទឧបករណ៍ទំនើបសម្រាប់កាប់កោះរៀនដីបាទរៀនព្រៃហ្នឹងបាទឃើញទេបាទនេះគឺត្រាក់ទ័រយើងឃើញទេបាទសម្រាប់កោះរៀនព្រៃរៀនយកឬយកអីទាំងអស់មែនទេហើយនេះគឺត្រង់ទំនើ
bà trong tuần này cứ cái chơ lươn vì sớm mai muốn cái ở miền ốc con nữa ấy chẳng lẽ là sắm mánh cái cặpนั้นอันนี้bà rư do rồi na ngon đặt nè cặp mùi ngọt man chơi mà đam đó cứ pra dạ pe duแต่แล้วคือเอาแต่cái pra taตอนนี้cái phở ta mà sân nó cứ mà chvách đặt bật nó cứ lườn chứ cái đại thừa ở đây chớ nghi được bật bóng sáp sơn với nia nó dạ pe đọc clay được ai bà lấy cho đo sầm nô lục kêu bà chập đam sầm nô ấy bà tọa pi bà dương đi hái an hái sầm nô bà suốt thẳng sập thằng ấy tao vậyได้บังกอและขณะงีสรูลดอนมนุษย์บาขนมกาโจแต่โรงเรียนเปรย์คือไงก็ท่าไว้ในอันนี้ก็ท่าไว้ได้บังกอและขณะมวยท่างีสรูลดอนมนุษย์ขนมกาบาโจแต่โรงเรียนเปรย์เชิญนั่งบาจึงในอันนี้มือจำลายอันนี้บาคือไงสอบทั้งไงการสถาปนาเพลิงแกะมณีกลมนี่เพลิงแกะมณีกลมบาทเพลิงแกะมณีกลมทำไมนั่งคือบังกอเลียและขณะมวยงีสรูดอมมนุษย์ขนมกาโจแต่โรงเรียนเปรย์เชอร์บาจังได้ทั่วไอเปรย์เชอร์ยืงบัดบ้องอย่างฉับเราหาหนึ่งไอนั่นเนี่ยตอนนี้บาดบัดบ้องฉีจราเลียนให้ตายเนาะโดยซาตายการสถาปนาเพลิงแกะมณีกลมทำไมนั่งบาจังทั่วไอช่วยก็โดยชีพจีจุนงีสรูโจตึกน้องการแต่น้ำยกไปmộtการกลับตั้งไงสมนวนต่อเดียดตาเนื้อมาส่วนนี้บ่ากสิกรได้ขมิ้นได้ดำดอกกิบานทั่วไปคละบ่จึงเนื้อไปอามาส่วนนี้นี่nhưปริกระได้จึงเกาะมีได้ดำดอกก็เธอมัดดอกใบบานได้ดำตำนำตอนเอาเนี้ยต่อชลายอยู่มูลครูต่างเอาเนี้ยบ่จึงเนื้อมาส่วนนี้บ่กสิกรได้ขมิ้นได้ดำดอกคือเนี้ยบ้านดอดปรีเนื้ออมสองขางเผลอดำใบวิตีดำดำน้ำก็ย้อนกอดโยวิตีบ่าโยได้ดำดำน้ำนึ่งจนจำซัดบ่าจึงเรียกขณะมวยหายทากดบ่าอดเซอร์บ่มพลายคลางไอ้ที่ของหลักกับโยได้สร้างซองลมเนื้อทานบ่าดำน้ำจนจำซัดดิบ่าเรียกขณะมวยโตใต้ก็มอยดันเรียกขณะมวยช่วยคือเรียกขณะตรงที่ทมกับโยตลุอารมณ์จะไออย่างเตอนั่นแหละอันนี้บ่าต่อเดียดตายังมือสำนวนบอลครูตาปัญหาไว้คลาได้ทั่วไปเชื่อเนื้อดอกมอนุยังคือนาวีเนี้ยบัดบ้องบันติดองบาดให้เชียบันต่อเตียดบ่ายังมือจำลายออกเนี้ยปัญหาคลาเตอบ่าปัญหาได้ทั่วไปคือเนี้ยบ่าเปรย์เชอในที่นู้วิเนียมันติดดองมันดองคือกตาสำนักวิริยกิสนีคือเนี้ยบ่าการสร้างซองวิริยกิสนีที่ปีคืออาชีพกรรมรายการจิโรรายนะบ่าจังนมุติการกับบำพลานเชื้อโดยขอฉบับบ่าจังวิริยกิสนีก็เชียกตาจบบองได้ได้ทั่วอวิเนียสับจอทำเปรย์เชอวิเนียฉับระหะโดยสาการเพื่อตุ่มนบอวริกิสนีนี่คือตรงที่ถมนะการนาตรงที่ถมเธอกับเชื้อก็ตามหนังได้บาดดับใบยอดเพื่ออะไรตุ่มนบอวริกิสนีหนึ่งมวยเทียบคืออาชีพกรรมรายมีรายได้บางจังคือเธอจิโรร้ายคือเธอมัดกับไปเชื่ออ๋อบางคือเยอะจิโรร้ายในกรอบใดหนึ่งนั่นตรงนี้บาหนึ่งไอให้มวยเทียบยังเคยทาการกับบำพลายไปเชื่อโดยขอฉบับบางท่าก็มีฉบับมีอะไรที่ก็โจตกับโยตลุตายมาดองนะตอนนี้บาดในตอนนี้มารูปเพียบบารูปเพียบนี้คือบาง5 อย่างปีอะไรคือเนี้ยบารูปเพียบนี้คือบาง5 อย่างปีตุ่มนุบวิริยกิสนีคือเนี้ยตุ่มนุบวิริยกิสนีคือมีลักษณะมวยทมบากิทเวลาคือเนี้ยในดำมอนปริพนมนั่งไอดำใบเตียโยตึกดำใบเตียโยเพลิงมาปราบารูปเพียบต่อเตียดบาเนี่ยเอาในกระไรเมื่อรูปเพียบต่อเตียดรูปเพียบนี่คือบาง5 อย่างปีกาจิรายจิโรรายนั้นคืออันตรงรายจึงกาจิรายคือเนี้ยเนี่ยคือกับ
ដើមឈើហើយគេជីកយ៉ាងជ្រៅមែនទេបាទចឹងព្រៃឈើត្រូវបាត់បង់ហើយបាទកាលណាព្រៃឈើបាត់បង់បាទសត្វព្រៃនៅក្នុងហ្នឹងក៏វាបាត់បង់តាមនឹងដែរបាទចឹងព្រៃឈើអត់ចង់ថាសត្វព្រៃមិនអាចនៅបាទបានទៀតទេកាលណាបាត់បង់ព្រៃឈើវាទៅតាមហ្នឹងរត់ទៅប្រទេសណាដែលមានព្រៃឈើហើយណាអ្នកនរនេះឃើញទេបាទឧបករណ៍ចិត្តទំនើបគេជីករករ៉ែបាទអញ្ចឹងព្រៃឈើបាត់បង់អស់លីងបាទឥឡូវចូលដល់សំណួរលោកគ្រូបន្តទៀតហេតុអ្វីបានជាគេអាចដឹងពីការថយចុះនៃទំហំព្រៃឈើបានអ្នកតោះយល់ទេហេតុអ្វីបានជាគេអាចដឹងពីការថយចុះនៃទំហំព្រៃឈើបានកត្តាអ្វីខ្លះទៅបាទទីនេះមើលចម្លើយបានជាគេអាចដឹងពីការថយចុះនៃទំហំព្រៃឈើបានគឺដោយសារតែការពិនិត្យណាទៅលើរូបថតនេះរូបថតដែលគេថតដោយផ្កាយរណបបាទអញ្ចឹងរូបថតហ្នឹងគេថតពីផ្កាយរណបចាំងមកគេដឹងតំបន់ណាដែលបាត់បង់ព្រៃឈើយ៉ាងឆាប់រហ័សបាទឧបករណ៍ហ្នឹងទំនើបណាយើងអាចដឹងគេអាចដឹងច្បាស់បាទអ្នកទាំងអស់នេះក៏លេខមើលរូបភាពទាំងអស់គ្នាបាទរូបភាពនេះគឺបង្ហាញអំពីបាទការបាត់បង់ព្រៃឈើដែលថតដោយផ្កាយរណបឃើញទេនេះដែលផ្ដល់ដោយផ្កាយរណបឃើញទេបាទព្រៃឈើនឹងបានបាត់បង់ច្រើនបាទដោយសារការលួចកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់នឹងឯងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវណាបាទអញ្ចឹងធ្វើឲ្យព្រៃឈើបាត់បង់បាទហើយរូបថតមួយនេះក៏បង្ហាញអំពីបាទផ្កាយរណបដែរបង្ហាញដោយផ្កាយរណបដែរពីការបាត់បង់ព្រៃឈើឃើញទេបាទដោយសារអីនេះការកាប់បាទព្រៃបាទដើម្បីបាទសាងសង់ផ្លូវបាទឬក៏ធ្វើកសិដ្ឋានធំសាងសង់លំនៅឋានអីហ្នឹងបាទទាំងអស់ហ្នឹងឯងបាទឃើញនេះការធ្វើផ្លូវកាត់ព្រៃអាម៉ាហ្សូនីហ្នឹងក៏ជាកត្តាមួយដែលធ្វើឲ្យព្រៃឈើបាត់បង់កាលណាមានផ្លូវហើយធ្វើឲ្យប្រជាកសិករទៅហើយបាទអញ្ចឹងគាត់អាចទៅកាប់បានដល់ទីកន្លែងដោយស្រួលមែនទេអ្នកនរគ្នាឃើញមួយខាងអស់ព្រៃមួយខាងទៀតនៅព្រៃបាទទីទៀតអត់ទាំងអស់បើអត់មានច្បាប់ហាមឃាត់អត់មានអីទេបាទអញ្ចឹងនឹងអាចធ្វើឲ្យព្រៃឈើបាត់បង់អស់ហើយតើតែមានដាក់បំរាមខ្លះណែនាំប្រជាពលរដ្ឋខ្លះឲ្យដឹងពីផលវិបាកនៃការបាត់បង់ព្រៃឈើអាហ្នឹងបានអាចព្រៃឈើយើងនៅគង់វង្សថថេរឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ដែរណាបាទឥឡូវរូបភាពបន្តទៀតបាទរូបភាពនេះបាទគឺបង្ហាញអំពីបាទអ្នកនរឃើញទេការកាប់ព្រៃឈើនៅអាម៉ាហ្សូនីបាទអាម៉ាហ្សូនីនេះគឺនៅក្នុងប្រទេសប្រេស៊ីលណាបាទការកាប់បំផ្លាញព្រៃឈើហ្នឹងបាទតកតនៅប្រទេសណាក៏ដូចជាប្រទេសណាដែរគឺមានការកាប់បំផ្លាញព្រៃឈើទាំងអស់ហ្នឹងខណៈមួយទៀតគឺមានការហាមឃាត់បាទគេកាប់លក្ខណៈទ្រង់ទ្រាយអត់សូវធំទេបាទល្មមអ្នកខ្លះគឺគេកាប់ដោយលក្ខណៈប្រុងប្រយ័ត្នមែនទែនយើងបានដឹងហើយគឺដូចជានៅអាហ្វ្រិកគេកាប់ដោយមានលក្ខណៈមួយប្រុងប្រយ័ត្នគេកាប់តែមួយដើមឬពីរដើមតែប៉ុណ្ណោះណាបើនៅទ្វីបចង់ថាអាស៊ីអាគ្នេយ៍កាប់មួយលក្ខណៈទ្រង់ទ្រាយធំអាចឈានទៅដល់វិនាសក្នុងរយៈពេលដ៏ខ្លីបាទអ្នកបានឃើញនេះប្រេស៊ីលបាទរូបភាពនេះគឺប្រទេសប្រេស៊ីលបានបាត់បង់ព្រៃឈើប្រមាណ300,000បាទ60000បាទសំទោស36400 គីឡូម៉ែត្រការ៉េឃើញទេនេះបាទ30000បាទ6400 គីឡូម៉ែត្រការ៉េជារៀងរាល់ឆ្នាំឃើញទេច្រើនជាងគេនៅលើពិភពលោកដោយសារអីបានវាបាត់បង់ច្រើនជាងគេដោយសារយើងឃើញបាទព្រៃអាម៉ាហ្សូនីគឺគ្របដណ្ដប់ភាគច្រើននៅលើប្រទេសប្រេស៊ីលវាសម្បូរព្រៃឈើបាទអញ្ចឹងបានមានការកាប់បំផ្លាញច្រើនជាងគេណានៅលើពិភពលោកហ្នឹងគឺជារៀងរាល់ឆ្នាំឃើញទេឡើងស្កាលអស់អ្នកទាំងអស់នេះសំទោសអ្នកទាំងអស់នេះឃើញទេស្កាលអស់លេងព្រៃឈើនេះដោយសារការកាប់បំផ្លាញនឹងឯងបាទតោះឥឡូវចូលសំណួរមួយទៀតបាទសំណួរលោកគ្រូសួរថាតើកត្តាសំខាន់អ្វីខ្លះដែលនាំឲ្យព្រៃឈើបាត់បង់យ៉ាងឆាប់រហ័សកត្តាអ្វីខ្លះទៅបាទព្រៃឈើបាត់បង់ឆាប់រហ័សបាទយើងមើលទាំងអស់គ្នាកត្តាដែលធ្វើឲ្យព្រៃឈើបាត់បង់យ៉ាងឆាប់រហ័សមានដូចជាបាទកត្តា2គឺកត្តាធម្មជាតិបាទ
មានកត្តាពីរកត្តាធម្មជាតិនិងកត្តាមមនុស្សឥឡូវយើងនិយាយពីធម្មជាតិវិញធម្មជាតិមានដូចជាឃើញខ្យល់ព្យុះបាទខ្យល់ព្យុះក៏ជាធម្មជាតិបាទមានទៀតបន្ទាប់ពីខ្យល់ព្យុះរញ្ជួយដីបាទភ្លើងឆេះព្រៃសួរហេតុបានភ្លើងមានភ្លើងឆេះព្រៃដោយសារកសិករមួយចំនួនប្រជាកសិករមួយចំនួនអ្នកភូមិមួយចំនួនគាត់ទៅកាប់ព្រៃបាទពេលដែលកាប់ព្រៃរឿងអីគាត់បាទអាចបោះកន្ទុយបារីចូលទៅមែនទេគាត់ភ្លេចខ្លួនពេលដែលគាត់ជក់បារីអីហ្នឹងក៏អាចជាបង្កមួយភ្លើងឆេះព្រៃដែរមួយទៀតគាត់អាចបាទពេលដែលគាត់បង្កាត់ភ្លើងបាទចម្អិនអាហារគាត់ភ្លេចពន្លត់អាហ្នឹងក៏ជាកត្តាមួយដែលអាចធ្វើឲ្យភ្លើងឆេះព្រៃនឹងឯងបាទមួយទៀតគឺគ្រោះរាំងស្ងួតក្តៅខ្លាំងក៏អាចធ្វើឲ្យព្រៃឈើបាត់បង់ដែរណាចង់ថាភ្លើងឆេះព្រៃដែរកត្តាភ្លើងឆេះព្រៃហ្នឹងបាទរញ្ជួយដីអីហ្នឹងខ្យល់ព្យុះអត់មានអ្នកណាដឹងមុនទេកាលណាតែខ្យល់ព្យុះមកធ្វើឲ្យប៉ើងបាទដើមឈើអីអស់ហើយណាបាទរញ្ជួយដីក៏អញ្ចឹងដែរកត្តាហ្នឹងគឺកត្តាធម្មជាតិបាទឥឡូវសកម្មភាពមនុស្សដងតកតងសកម្មភាពមនុស្សយើងឃើញថាដូចជាបាទការកាប់ឆ្ការព្រៃបាទគាត់កាប់ឆ្ការព្រៃដើម្បីវាទីយកដីដាំដំណាំសង់លំនៅឋានមួយទៀតដុតបំផ្លាញព្រៃដើម្បីបំពេញតម្រូវការរបស់ខ្លួនបាទមួយទៀតយើងឃើញថាមនុស្សហ្នឹងកាប់ឈើណាអ្នកនរនេះកាប់ឈើយកទៅលក់ឲ្យរោងចក្រឃើញទេបាទអញ្ចឹងមនុស្សគឺជាអ្នកបំផ្លាញព្រៃឈើបាទបំផ្លាញបរិស្ថានធម្មជាតិមែនទេបាទធម្មជាតិវាបំផ្លាញតែតិចជាងមនុស្សទេដោយតើតមានសកម្មភាពយូរមកម្ដងតែមនុស្សគឺកាប់បំផ្លាញជារៀងរាល់ថ្ងៃបាទនឹងឯងសកម្មភាពធំមានតែពីរទេគឺធម្មជាតិនិងមនុស្សបាទឥឡូវគ្រូមានរូបភាពមួយដែរអ្នកឲ្យមើលរូបភាពនេះបាទរូបភាពនេះគឺបង្ហាញអំពីកត្តាដែលនាំឲ្យព្រៃឈើបាត់បង់ណាបាត់បង់នេះឯងភ្លើងឆេះព្រៃឃើញនេះភ្លើងឆេះព្រៃឃើញអត់បាទនេះគឺជាខ្យល់ព្យុះបាទភ្លើងខ្យល់ព្យុះបាទនេះឯងគឺរញ្ជួយដីបាទការកាប់ទន្ទ្រានដោយខុសច្បាប់អីហ្នឹងកត្តាទាំងអស់ហ្នឹងឯងដែលអាចធ្វើឲ្យព្រៃឈើវិនាសបាត់បង់យ៉ាងឆាប់បាទណាហើយតាព្រៃឈើបាត់បង់វាផ្ដល់ផលបាយព្រោះយើងដល់ព្រៃឈើផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្សជាតិនិងសត្វមែនទេអ្នកនរនេះបាទតោះឥឡូវចូលដល់សំណួរបន្តទៀតតើការបាត់បង់ព្រៃឈើនាំមកនៅផលវិបាកអ្វីខ្លះបាទផលវិបាកបាត់បង់ព្រៃឈើបាទមានអ្វីខ្លះទៅបាទញឹមមើលចម្លើយការណាបាត់បង់ព្រៃឈើនាំមកនៅផលវិបាកដូចជាដីគ្មានគម្របឃើញទេដីគ្មានគម្របបានថាត្រូវទឹកភ្លៀងហូរច្រោះបាទអញ្ចឹងទឹកភ្លៀងហូរច្រោះមកគឺដាច់ដីអាចបង្កជាទឹកជំនន់ជាអីមកហើយណាបើមានព្រៃឈើជារបាំងមួយការពារបាទសម្ដឹកអស់ហ្នឹងហើយអត់ឲ្យហូរមកបានទេណាបងប្អូនបាទមួយទៀតគឺដីបាត់បង់ជីជាតិបាទអស់ហើយបានថាបាត់បង់ព្រៃឈើមានអីស្ទប់ការពារទៀតបើមានព្រៃឈើគ្រាន់តែស្លឹកអីធ្លាក់មកជាស្ទប់ដីមានជីជាតិចឹងផ្ដល់ជីចឹងដល់អស់អាលីងដីខ្លាចជារឹងក្តាំងឃើញទេមួយទៀតគឺបណ្ដាលឲ្យមានគ្រោះរាំងស្ងួតណាគ្រោះរាំងស្ងួតមានទៀតទឹកជំនន់ឃើញទេនឹងខ្យល់ព្យុះទៀតបាទនឹងឯងផលវិបាកនៃការបាត់បង់ព្រៃឈើបាទហើយមួយទៀតគឺកត្តាមួយទៀតនោះគឺកត្តាអាកាសធាតុប្រែប្រួលបាទនៅអាកាសធាតុប្រែប្រួលឃើញទេក្តៅខ្លាំងឬត្រជាក់ខ្លាំងបើអត់ដូចមុនទេអាកាសធាតុយើងថាល្អណាផ្ដល់សំណើមកម្ដៅមធ្យមដល់ពេលបាត់បង់ព្រៃឈើយើងឃើញថាក្តៅខ្លាំងហ្មងឃើញទេដូចជានៅតំបន់វាលលំហកូននៅសីតុណ្ហភាពហ្នឹងកាលណាបាត់បង់ព្រៃឈើនៅកណ្ដាលវាលសីតុណ្ហភាពក្តៅរហូតដល់70ទៅ80អង្សាសេអ្នកនរនេះចំណែកនៅក្នុងម្លប់នៅក្នុងផ្ទះក៏ក្តៅដែរ50អង្សាសេចឹងទៅណាបើចេញទៅក្រៅ70 80បើនៅក្នុងម្លប់នៅក្នុងផ្ទះ50អង្សាសេអាហ្នឹងកត្តាដែលបាត់បង់ព្រៃឈើបាទយើងត្រូវ20ជាងឯងកាលណាសីតុណ្ហភាពកាលណាបាត់បង់ព្រៃឈើអាចឡើងដល់ដូចអាហ្វ្រិកក៏មានដែរណាបាទនឹងឯងបាទបន្តទៀតយើងឃើញថាបាត់បង់ជម្រកសត្វព្រៃហេតុអីតាបាត់បង់ព្រៃឈើសត្វព្រៃលែងនៅហើយបាទ
ចឹងគាត់ទៅនៅឡើយណាដែលមានព្រៃបាទអញ្ចឹងគាត់នៅទៀតទេទៅជាមួយគ្នានឹងឯងបាទអញ្ចឹងបានគេនិយាយថាព្រៃឈើជាជំរកមនុស្សនិងសត្វព្រៃមួយទៀតបាត់ភ្នាក់ងារសម្អាតបរិយាកាសឃើញទេបាត់ភ្នាក់ងារសម្អាតបរិយាកាសហ្នឹងបានថាបាត់ភ្នាក់ងារមួយបំផ្លាញជាតិពុលហើយណាបាត់នៅគឺព្រៃឈើផ្ដល់នៅបាទអុកស៊ីហ្សែនដល់មនុស្សហើយស្រូបយកបាទឧស្ម័នកាបូនិកឃើញអត់បានបាទមួយទៀតបាត់បង់ភ្នាក់ងារផលិតអុកស៊ីហ្សែនសម្រាប់ទ្រទ្រង់ជីវិតបាទផលិតអុកស៊ីហ្សែនជួយដល់ជីវិតមនុស្សសត្វណាបាទនៅលើពិភពផែនដីយើងដែរបាទសំណួរបន្តទៀតតើទង្វើបែបណាខ្លះដែលគេចាត់ទុកថាជាការកោះរៀនដីតាមបែបទំនើបបាទយើងឆ្ងល់ទង្វើបែបណាខ្លះទៅទង្វើបែបណាខ្លះបាទទង្វើដែលគេអាចចាត់ទុកជាការកោះរៀនដីតាមបែបទំនើបមានដូចជាការកាប់បំផ្លាញបែបទ្រង់ទ្រាយធំឃើញទេការកាប់បំផ្លាញបែបទ្រង់ទ្រាយធំតទៀតការស្ថាបនាផ្លូវគមនាគមន៍បាទសំខាន់ណាស់ការស្ថាបនាផ្លូវគមនាគមន៍បាទសំខាន់ណាស់កាលណាមានផ្លូវអាចធ្វើឲ្យគាត់ចេញចូលកាប់ព្រៃបានមួយទៀតការវាទីណាឃើញទេការវាទីយកដីដាំដំណាំនិងចិញ្ចឹមសត្វអាហ្នឹងក៏ជាកត្តាមួយគេចាត់ទុកជាការកោះរៀនមួយតាមបែបទំនើបដែរបាទរូបភាពនេះគឺបង្ហាញអំពីបាទការបាទរៀនព្រៃឃើញទេយកដីធ្វើអីគេគាត់យកដីបាទដាំដំណាំឃើញទេគាត់យកដីដាំដំណាំនេះឯងហើយមួយទៀតគាត់យកទៅបាទចិញ្ចឹមសត្វឃើញចិញ្ចឹមសត្វបាទមួយទៀតកាប់យកទៅលក់ឲ្យឈ្មួញធំបាទហើយបើយើងមើលរូបភាពនេះគឺគាត់សាងសង់ផ្លូវបាទការសាងសង់ផ្លូវគមនាគមន៍ហ្នឹងក៏ជាកត្តាសំខាន់ដែរដែលនាំឲ្យព្រៃឈើបាត់បង់យ៉ាងឆាប់រហ័សដូចគូនិយាយអញ្ចឹងកាលណាមានផ្លូវគឺងាយស្រួលឲ្យគាត់លុកលុយចូលទៅកាប់ព្រៃហើយបន្តទៀតហេតុអ្វីបានជាគេថាព្រៃស្ដុកជាមជ្ឈដ្ឋានសំខាន់មួយសម្រាប់ទ្រទ្រង់បរិស្ថានបាទឆ្ងល់ទេបាទអញ្ចឹងមើលចម្លើយបានជាព្រៃស្ដុកបាទជាមជ្ឈដ្ឋានមួយសម្រាប់ទ្រទ្រង់បរិស្ថានពិភពលោកព្រោះយើងឃើញថាកសិករបាទឃើញកសិករក្រីក្របាទឃើញកសិករក្រីក្របាទក៏រៀនព្រៃដើម្បីរស់តែប៉ុណ្ណោះឃើញអត់បាទហើយចំណាយឯនេះទុនធំវិញគឺក៏រៀនព្រៃដើម្បីក្លាយជាមហាសេដ្ឋីបាទអញ្ចឹងឃើញពីនឹងខុសគ្នាកសិករកាប់ព្រៃដើម្បីយកដីដាំដំណាំចិញ្ចឹមជីវិតតែបើឈ្មួញវិញកាប់ព្រៃដើម្បីយកដីបាទចាំសំទោសដើម្បីយកព្រៃឈើនេះលក់ឲ្យរោងចក្រក្លាយជាមហាសេដ្ឋីបាទមួយទៀតយើងឃើញថាព្រៃស្ដុកនឹងក្លាយទៅជាវីរហោស្ថាននាពេលអនាគតដ៏ខ្លីណាអ្នកនរគ្នាបាទជាក់ជាម្ខានប្រសិនបើប្រទេសទាំងអស់នោះក្នុងពិភពលោកមិនបានរក្សាបាទសហការគ្នាឲ្យបានល្អនោះទេបាទនឹងឯងបាទនេះគឺជារូបភាពមួយបង្ហាញអំពីព្រៃស្ដុកយើងឃើញទេកាលណាមានព្រៃស្ដុកធ្វើឲ្យសត្វក៏ដូចជាមជ្ឈដ្ឋានធម្មជាតិណាឃើញមានទាំងអស់មានផ្កាមានសត្វបក្សីឃើញទេបាទរុក្ខជាតិចម្រុះពណ៌បាទនឹងឯងមជ្ឈដ្ឋានធម្មជាតិទាំងអស់គ្នានេះឯងឃើញទេមានព្រៃឈើមានសត្វព្រៃនឹងឯងបាទនៅឲ្យពណ៌ចាំថាពណ៌បៃតងស្រស់មែនតើណាបាទអាចឲ្យយើងមើលទៅគយគន់បាទចង់ទស្សនាចង់រស់នៅបាទឥឡូវចូលពង្រឹងពុទ្ធិបាទតាក់ទងសំណួរការចងចាំវិញម្ដងបន្ទាប់ពីលោកគ្រូបានបញ្យល់ហើយតាក់ទងខ្លឹមសារមេរៀនណាបាទសំណួរតើសំណង់វិរិយអគ្គិសនីអាជីវនិងអាជីវកម្មរ៉ែផ្ដល់ផលប៉ះពាល់បាទដល់បរិស្ថានយ៉ាងដូចម្ដេចបាទយើងមើលបាទសំណង់វិរិយអគ្គិសនីនិងអាជីវកម្មរ៉ែធ្វើឲ្យផ្ដល់ផលប៉ះពាល់ដូចជាធ្វើឲ្យវិនាសព្រៃឈើបាត់បង់បន្តិចម្ដងបាទឈានទៅបាទវិនាសហិនហោចណារយៈពេលដ៏ខ្លីនឹងឯងបាទមួយទៀតធ្វើឲ្យបាត់បង់ជំរកសត្វព្រៃឃើញទេបាត់បង់ជំរកសត្វព្រៃសំខាន់ណាស់មែនទេបាទហើយមួយទៀតរំខានដល់ការរស់នៅរបស់ប្រជាជនកាលណាជីករ៉ែសំឡេងបរំពងជាងរំខានដល់
ប្រជាជនបាទឥឡូវចូលសំណួរបន្តទៀតតើបងអូនត្រូវធ្វើដូចម្ដេចដើម្បីកុំឲ្យប្រទេសកម្ពុជាយើងនេះคล้ายជាវាលំហដូចប្រទេសនៅទ្វីបអាហ្វ្រិកបាទយើងធ្វើដូចម្ដេចខ្លះទៅបាទដើម្បីកុំឲ្យប្រទេសយើងคล้ายជាវាលំហបាទដើម្បីកុំឲ្យប្រទេសយើងคล้ายជាវាលំហបាទយើងត្រូវនាំគ្នាថែរក្សាព្រៃឈើឃើញទេបាទដែលមានស្រាប់ឲ្យបានគង់វង្សណាមិននាំមានព្រៃឈើនាំគ្នាកាប់ទេបាទត្រូវថែវាឲ្យគង់ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានស្គាល់បាទមួយទៀតនាំគ្នាដាំដើមឈើបន្ថែមទៀតឃើញទេបាទនាំគ្នាដាំបន្ថែមទៀតបានច្រើនហើយមួយទៀតគឺបង្កើតច្បាប់ការពារបាទព្រៃឈើនិងចូលរួមអនុវត្តបាទឲ្យមានប្រសិទ្ធភាពខ្ពស់ទាំងអស់គ្នាបាទមួយទៀតយើងឃើញថាអាស៊ីអាគ្នេយ៍នឹងត្រូវបានបំផ្លាញទ្រង់ទ្រាយធំណាព្រៃឈើត្រូវបានបំផ្លាញទ្រង់ទ្រាយធំដែលឆ្ពោះទៅរកការវិនិច្ឆ័យហិនហោចក្នុងរយៈពេលដ៏ខ្លីឆាប់ហើយបើអត់មានវិធានការការពារជាបន្ទាន់នោះបាទលោកគ្រូមានរូបភាពបាទចុងក្រោយដែរបង្ហាញអំពីសកម្មភាពចូលរួមដាំដើមឈើណារូបភាពនេះការដាំដើមឈើឡើងវិញបាទនេះគឺបាទរូបភាពបង្ហាញពីដើមឈើដែលគេត្រូវបានថែរក្សាបាទហ្នឹងគេដើម្បីឲ្យកូនជំនាន់ក្រោយបានស្គាល់ថាជាដើមអ្វីណាប្រភេទអ្វីបាទហើយរូបភាពនេះគឺជាសកម្មភាពមួយបាទចូលរួមជួយថាផ្សព្វផ្សាយការពារដើមឈើឃើញអត់បាទគាត់សេថាម៉េចមេត្តាកុំកាប់ណាសូមជួយថែរក្សាព្រៃស្ដុកទៀតហើយគាត់ដាក់រូបនេះត្រង់លនគាត់ខ្វែងមកថាកុំឲ្យប្រើម៉ាស៊ីនហ្នឹងកាប់ព្រៃឈើនឹងអាចធ្វើឲ្យព្រៃឈើបាត់បង់យ៉ាងឆាប់រហ័សអ្នកនរគ្នាបាទឥឡូវលោកគ្រូក៏មានជាកិច្ចការផ្ទះបាទជូនអ្នកទាំងអស់គ្នាដើម្បីស្រាវជ្រាវបន្ថែមទៀតណាកូនបងប្អូនទាំងអស់គ្នាបាទមេរៀនរបស់លោកគ្រូថ្ងៃនេះបានឈានចូលមកដល់ទីបញ្ចប់